My routine after shower សួស្តីបងប្អូននេះជាទម្លាប់របស់ខ្ញុំនៅពេលដែលខ្ញុំងូតទឹកហើយតែរបៀបដែលខ្ញុំធ្វើនេះចាភាគច្រើនតែចុងសប្តាហ៍ដោយសារខ្ញុំប្រើ make up តែពេលចុងសប្តាហ៍ចឹងធម្មតានៅពេលដែលយើងលាបម្សៅអីចឹងយើងលាងមុខអត់បានស្អាតល្អទាំងអស់ហើយបងចឹងហើយបានបងប្អូនឃើញអ្នកខ្លះគេប្រើសាលីជូតមុខប៉ុន្តែសម្រាប់ខ្ញុំអត់ទិញសាលីជូតមុខស្រាប់របស់គេហ្នឹងឯងខ្ញុំទិញតែទឹក toner មួយរបស់ខ្លួនឯងមកហើយខ្ញុំទិញសាលីមកអានឹងយើងចំណេញលុយជាងហើយម្ដងយើងប្រើពេលណាក៏បានដែរយើងគ្រាន់តែថាច្បាច់វាដាក់នៅលើសាលីហ្នឹងមកហើយជូតមុខទៅហើយមើលបងប្អូនអើយយើយលាងមុខ2ដងហ្នឹងនៅតែអត់ស្អាតទៀតនៅតែមានជាតិម្សៅជាប់នៅនឹងខ្លះអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូនប្រើ toner សាលីជូតមុខដើម្បីសម្អាតមុខនៅពេលដែលយើងលាងមុខហើយសម្រាប់ខ្ញុំលាងមុខហើយជូតមុខហើយឥឡូវខ្ញុំប្រើសេរ៉ូមម្ដងប្រើប្រាស់សេរ៉ូមរាល់ថ្ងៃពិតជាសំខាន់វាជួយឲ្យមុខយើងមានសំណើមហើយខ្ញុំប្រើរយៈពេល2-3ឆ្នាំហើយសេរ៉ូមហ្នឹងដែរខ្ញុំប្រើជារៀងរាល់ថ្ងៃទាំងព្រឹកទាំងយប់ហើយខ្ញុំប្រើនៅមុនពេលដែលខ្ញុំលាប cream វីដេអូកាមេរ៉ាស៊ីនណាបងប្អូនលាបហើយមើលមុខឡើងលោងហ្មងនិយាយទៅខ្ញុំចូលចិត្តសេរ៉ូមហ្នឹងមែនតើហើយសេរ៉ូមនេះដែរល្អណាស់បងប្អូនព្រោះខ្ញុំសាកសេរ៉ូម2-3ហើយអត់ល្អដូចអានេះមានសំណើមច្រើនហ្មងអ្នកនៅស្រុកខ្មែរខ្ញុំអត់ដឹងថាគេទិញនៅណាទេប៉ុន្តែនៅអូស្ត្រាលីខ្ញុំមានស្គាល់ page មួយដែលគេលក់ឥឡូវលាបសេរ៉ូមហើយខ្ញុំចូលមកលាប cream ខ្ញុំម្ដងបងប្អូនធ្វើអញ្ចឹងរាល់ថ្ងៃគឺដឹងថាសាច់មុខស្អាតហ្មងទោះបីជាវាមិនសមមិនអីក៏អត់អីដែរដោយសារមុខយើងរលោងហើយអត់មានមុនការលាងសម្អាតមុខឲ្យបានស្អាតពិតជាមានសារៈសំខាន់វាកាត់បន្ថយការឡើងមុនរបស់យើងដូចគ្នាសម្រាប់មុខខ្ញុំមិនមែនថាខ្ញុំអត់មានមុនសោះតែយូរខ្ញុំឡើងមុនមួយអីចឹងទៅហើយមួយទៀតវាកាត់បន្ថយការឡើងអាចរុយនៅលើមុខយើងដែរបងប្អូនអាចសាកបានហើយកុំឈប់ភ្លាមវាមិនអាចឃើញលទ្ធផលទេប៉ុន្តែយូរទៅបងប្អូននឹងដឹង